ហេតុផលទាំង5យ៉ាងដែល Paris Saint-Germain អាចមានឱកាសវាយបកទៅលើកំភ្លើងធំ Arsenal និងធ្វើការលើកពាន UCL Champions League ជាលើកទី2នារដូវកាល2024ដល់2026នេះកុំភ្លេចចូលរួមតាមដានក៏ដូចជា like comment និង share បាទជាពិសេសជួយ follow ឲ្យមានណាមួយផងដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមសម្រាប់ហេតុផលទី1 Paris Saint-Germain គឺមានអាវុធមហាបល្ល័យដ៏ល្អមួយគឺ Ousmane Dembélé សម្រាប់រដូវកាលនេះ Dembélé លេងហាក់បីដូចជាសាហាវកំពុងតែត្រូវការស៊ីសាច់តែម្ដងហើយស្ថិតិរបស់ Dembélé វិញគឺកប់ពពកតែម្ដងតាំងពីគ្រាប់បាល់តាំងពី assist និងបង្កើនឱកាសឲ្យមិត្តរួមក្រុមរកគ្រាប់បាល់ផងដែរហើយអ្វីដែលសំខាន់នោះគឺ Dembélé មានក្បាច់ញាក់និង style ញាក់ដ៏ល្អហើយអាចនឹងញាក់ដាច់តំបន់ការពារក៏ដូចជាខ្សែការពាររបស់កំភ្លើងធំដោយងាយហើយនឹងមានឱកាសរកគ្រាប់បាល់ដោយងាយស្រួលសម្រាប់ PSG ផងដែរវាត្រីដែលពួកគេនឹងត្រូវប៉ះគ្នានោះប្រហែលជាខ្សែការពាររបស់កំភ្លើងធំនឹងត្រូវវិលមកហើយព្រោះអីបាទបងប្អូននឹងស្រាប់ហើយវិធីសាស្ត្ររបស់ Dembélé ក៏ដូចជាមិត្តរួមក្រុមរបស់ Paris Saint-Germain គឺលេងមិនសន្សំចៃដែរទេព្រោះពួកគេស្រេកឃ្លានពៀនមែនតើព្រោះឯនេះគឺជាពៀនទី4នៅក្នុងលីកផងនិងក្រៅលីករបស់ Paris Saint-Germain ហើយសម្រាប់ហេតុផលទី2កីឡាករ Bradley Barcola គឺជាកីឡាករវ័យក្មេងប៉ុន្តែមិនធម្មតានោះទេព្រោះគេគឺជាម៉ាស៊ីនរត់ប្រណាំងដ៏លឿនបំផុតរបស់ PSG គេមានល្បឿនលឿនវិធីសាស្ត្រផ្លាស់ប្ដូរទីកន្លែងនិងយុទ្ធសាស្ត្រក្នុងការសុទ្ធបញ្ចូលទីដ៏មុតស្រួចទៅពិតជាអេមែនតើតើសាណាញ់ហ្គោលរបស់កំភ្លើងធំ Arsenal អាចទប់ជាមួយនឹងគ្រាប់បាល់របស់ពួកគេបានទេហើយសម្រាប់ហេតុផលទី3នោះគឺខាងកំភ្លើងធំ Arsenal ខ្សែការពារទាំងស្លាប់ឆ្វេងនិងសាមគឺមានរបួសទាំងពីរតែម្ដងសម្រាប់កីឡាករ Ben White គឺអាចនឹងអវត្តមានមិនអាចចូលប្រកួតបានទេប៉ុន្តែសម្រាប់ Jordan Timber អាចនឹងជាសះស្បើយមិនទាន់ក្នុងការប្រកួតដ៏ធំមួយនេះទេដូច្នេះតំបន់ការពាររបស់កំភ្លើងធំ Arsenal អាចនឹងមិនមាំល្អដើម្បីរារាំងគ្រាប់បាល់របស់ Paris ទេការបាត់បង់ខ្សែការពារដ៏រឹងមាំរបស់កំភ្លើងធំតាំងពីរូបនេះនឹងក្លាយទៅជាចំណីអាហារដ៏ឆ្ងាញ់បំផុតសម្រាប់កីឡាកររបស់ PSG ដូចជា Barcola និង Nuno Mendesព្រោះអីគឺជាឱកាសដ៏ល្អហើយងាយស្រួលបំផុតសម្រាប់ពួកគេសម្រុករកគ្រាប់បាល់ឲ្យ Paris សម្រាប់ហេតុផលទី4នោះគឺយុទ្ធសាស្ត្ររបស់ក្រុមបង្វឹក PSG ផ្ទាល់តែម្ដងគឺលោក Luis Enrique ព្រោះលោកគឺជាអតីតកីឡាករដែលធ្លាប់លើកពាន UCL ហើយក្រោមការដឹកនាំរបស់គាត់សម្រាប់ការលើកពាននារដូវកាលនេះរបស់ PSG មិនមែនជាបញ្ហាទេហើយការដឹកនាំរបស់គាត់នេះដែរមិនមែនពឹងផ្អែកទៅលើកីឡាករដែលជាតារាបាល់ទាត់ក៏ដូចជាកីឡាករពិសេសសម្រាប់ក្រុមណាមួយទេពួកគេគឺត្រូវតែលេងជាក្រុមជាពិសេសនោះគឺខ្សែបម្រើបាទត្រូវតែបដូរផ្ដាច់ក្នុងការពារក៏ដូចជាបញ្ជូនបាល់ឲ្យមិត្តរួមក្រុមគឺការលេងគឺលក្ខណៈថាជាទ្រង់មួយតែម្ដងដូច្នេះហើយភាគរយដែល Paris Saint-Germain វាបកទៅលើកំភ្លើងធំ Arsenal ក្នុងការលើកពាន UCL គឺមានខ្ពស់មែនតើដូច្នេះដឹងតែញាក់សាជាមួយនឹងការប្រកួតវិញហើយបាទហើយសម្រាប់ហេតុផលចុងក្រោយទី5នោះគឺជាមហិច្ឆតារបស់ក្រុម PSG ផ្ទាល់ខ្លួនឯងព្រោះឯគេត្រូវការពានចុងក្រោយនេះគឺគេហៅថាពានទី4នៅលីកបាទគឺរដូវកាលនេះគេទទួលបាន3ពានហើយក្នុងលីកបារាំងទាំងតូចទាំងធំទាំងអស់គឺលីកអឺរ៉ុបមួយនេះគឺជាលីកចុងក្រោយដែលគេត្រូវការពានដើម្បីបញ្ជាក់ថា Paris Saint-Germain គឺជាក្រុមមួយដែលមិនចាញ់អ្នកណានោះទេហើយក៏មិនព្រឺរ៉ាជាមួយនឹងក្រុមណាផងដែរគឺបើកដៃទទួលទាំងអស់តែម្ដងសូមស្វាគមន៍គ្រប់តែម្ដងបាទចំណុចសំខាន់គឺយុទ្ធសាស្ត្ររបស់គ្រូបង្វឹកហើយបន្តមកទៀតនោះគឺការលេងរបស់កីឡាករនីមួយៗស៊ីចង្វាក់គ្នាការបញ្ជូនបាល់ដាច់ល្អហើយនឹងការផ្ដាច់គ្រាប់បាល់ក៏ដូចជាសុទ្ធបញ្ចូលទីដល់មួយរបស់ពួកគេគឺពិតជាគួរឲ្យ PSG មានឱកាសលើកពានខ្ពស់តែម្ដងដូច្នេះកុំភ្លេចចូលរួមតាមដានជាមួយនឹងការផ្សាយផ្ទាល់ក៏ដូចជាតាមដានជាមួយនឹងព័ត៌មានលម្អិតបន្ថែមពីភ្នាក់ងាររបស់ Goal ខ្មែរក៏ដូចជាខ្ញុំបាទ admin ទាំងអស់គ្នាបាទសូមអរគុណច្រើន